មកនេះខ្ញុំមកបកស្រាយចំនួនដែលបងតែងតែសួរថាហេតុអីឈុតខោជើងខ្លីសោះតម្លៃស្មើដូចខោជើងវែងតម្លៃទៅតាមគុណភាពអីវ៉ាន់ខ្ញុំចង់និយាយចេះណាបងធ្លាប់ទិញឈុតគេឈុតខោជើងខ្លីតម្លៃប៉ុន្មានតម្លៃ7 8រៀលឬក៏ថ្លៃ5 6រៀលមែនបងគុណភាពវាខុសគ្នាឥឡូវខ្ញុំឲ្យបងមើលសាច់ណាលើខ្លួនខ្ញុំនេះពណ៌ស្វាយណាហើយនិយាយរួមសាច់ស្អាតគ្រប់ពណ៌ទាំងអស់បើមើលសាច់ខាងក្នុងឃើញទេឃើញសាច់ខាងក្នុងហ្នឹងឡងលាស់ឡងត្រជាក់ហើយបើមើលត្បូងគេនេះណាអ្នកកំងអីវ៉ាន់បានដឹងប្រភេទដាំត្បូងចេះគឺវាថ្លៃហើយបងមើលសាច់កណាត់គេណានេះបងខ្ញីខ្ញុកមិនក្រោយខ្ញីខ្ញុកបងញីខ្ញីខ្ញុកមិនក្រោយក៏តម្លាក់មកគឺនៅតែស្អាតដកដែរឃើញអត់ឃើញនៅតែលាស់ផើចឹងអត់ឃើញអត់ណាហើយឥឡូវខ្ញុំឲ្យមើលនេះការដាំប្រេនរបស់គេនេះស្នាប់ឲ្យទៅចិត្តឲ្យមានប្រេនមានអីនៅខាងក្នុងអីចេះបងអា4 5រៀលបងនិយាយហ្នឹងបានតែប្រភេទដេរយទេខ្ញុំបច្ចេកនេះឲ្យមើលផងណាមើលឲ្យមើលការធ្នេដេកោអាវគេនេះមិនមែនអាសេរីដេខ្ជប់អញ្ចេះណានេះខែខ្លះមិនតែឃើញអត់មានអាដេទ្រាប់នេះទេអត់មានអាដេទ្រាប់នេះទេនិយាយទៅគេដេខ្ជប់កណាត់ហ្នឹងជាមួយកចេះហ្មងនេះបងដែរឃើញហ៎ខ្ញុំទិញប៉ះតែញយទេហើយតម្លៃក៏វាធូរមែនខ្ញុំទូស្គាល់ហើយនេះបងមើលឃើញស្មែអាវគេបងគេដេសតគុណសតដប់នេះឲ្យ10000 20000មិនចាញ់បងសម្លាញ់នេះបងឃើញខាងក្នុងស្មែអាវគេធ្នេគេសតធ្នេវ៉ាន់ហាងបងមើលចកេះខោគេតាជីបចកេះយឺតនឹងរបស់គេនេះបងឃើញស្មើល្អមានកដេកដប់ឯណាបងឃើញអត់បងអីវ៉ាន់វាទៅតាមតម្លៃវាទៅតាមគុណភាពឯនេះបងមើលធ្នេគូតគេចាបង5រៀលមិនចាញ់បងខ្ញុំចង់សួរអញ្ចឹង5រៀលមិនចាញ់បងមើលពីក្រោយឃើញអត់ធ្នេគេគ្រប់កន្លែងហ្មងសតដប់ស្អាតទៅទ្រាប់កណាត់ទ្រាប់អីចេះទៀតនេះអញ្ចឹងល្មមមិនឈប់ទៅស្អីមកឈុត10000 20000ឈុតជើងខ្លីសោះសំតែ5រៀលសំតែ4រៀលគេលក់ឲ្យវ៉ាន់ស្អាតឲ្យស្លៀកបានយូរស្លៀកអីលេងម៉ូតបានយូរអីអត់ក៏តែរឿងតម្លៃចេះតម្លៃចុះបងចង់បានឲ្យវ៉ាន់ល្អហើយតម្លៃថោកមិនមានបងបងឃើញខ្ញុំមើលសាច់មើលបងឃើញសាច់ខ្ញុំសួរតែចេះធ្នេចេញមកគឺខុសពីធ្នេដេ100ថ្ងៃបងមើលកប៉ៅមើលអីគេមើលខ្ញុំលក់ផ្ដោតទៅលើគុណភាពខ្ញុំអត់ផ្ដោតទៅលើតម្លៃទេតម្លៃអ្នកណាហ៊ានទិញក៏ទិញទៅនិយាយទៅខ្ញុំនិយាយឲ្យខ្លីចេះអ្នកទិញមិនដែរថាអ្នកថាមិនដែរទិញនេះមើលធ្នេគេមើល10000ណា20000ណាគេដេឲ្យបងបានអញ្ចឹងបងនេះអ្វីបើមានវាយស្គាល់10000 20000គេលក់ធ្នេបានប៉ុណ្ណឹងហើយសាច់កណាត់ប៉ុណ្ណឹងគុណភាពប៉ុណ្ណឹងបងខ្ញុំយក1000ឈុត10000ឈុតក៏បានដែរតាក់តងមកខ្ញុំយកព្រោះលក់ចំណេញងាប់ហើយខ្ញុំនិយាយមែនណាព្រោះថ្ងៃលក់ចំណេញខំចំណេញតិចមែនតើដើម្បីបានម៉ូតច្រើនម៉ូតនេះបងរមកអនឡាញស្រុកខ្មែរបើមានខ្ញុំហ៊ាននិយាយចឹងព្រោះម៉ូតនេះគឺខ្ញុំកំងខ្លួនឯងទាំងសាច់កណាត់ខ្ញុំកំងអាលេខ1ហើយទាំងម៉ូតគឺខ្ញុំឆ្នៃខ្លួនឯងទៀតណាគេលោថាឥឡូវគេឃើញខ្ញុំផ្ទុះគេយកទៅចេញតាមខ្ញុំអត់ដឹងទេប៉ុន្តែសំខាន់ឥឡូវគឺអត់មានទេអត់មានទីផ្សារណាមានម៉ូតនឹងទេគឺមូលហេតុអីបានឈុតជើងខ្លីសោះតម្លៃស្មើឈុតជើងវែងបងវាមិនសំខាន់លើជើងខ្លីដឹងតែថោកជើងវែងដឹងតែថ្លៃទេខ្ញុំចង់និយាយចឹងព្រោះអីវ៉ាន់ណាបងអាជើងខ្លីខ្លះមកឈុតដល់30 40រៀលក៏គេមានលក់ដែរមិនឲ្យតែជើងខ្លីត្រូវតែថោកជាងជើងវែងទេវាទៅតាមសាច់កណាត់បងហើយបើពួកសាច់កណាត់ហ្នឹងសាច់កណាត់ហ្នឹងបងឈុតជើងវែងក៏អត់មានតម្លៃប៉ុណ្្នឹងដែរឈុតជើងវែងក៏តម្លៃលើសនឹង1រៀល2រៀលទៀតដែរខ្ញុំចង់និយាយចឹងហើយរងថ្ងៃនេះរកតែវ៉ាន់លក់បាននេះកំងជើងក្រោយនេះ300ឈុតមកទៀតហើយនេះមើលនេះសល់តែប៉ុណ្្នឹងនេះសល់តែប៉ុណ្្នឹងក្រោយហ្នឹងនេះអ្នកទិញមិនដែរថាអ្នកថាមិនដែរទិញតែខ្ញុំវាទ្រាំតែហ្នឹងខាងខ្ញុំចង់បកស្រាយអីច្រើនទេខ្ជិលតែអ្នកខ្លះនិយាយចឹងមកបានយើងថាគាត់វិញយើងអត់អស់ចិត្តទេចង់និយាយចឹងអ្នកខ្លះអូយវាតម្លៃអីវ៉ាន់គេសំចេះឃើញអីវ៉ាន់គេនៅឥឡូវខ្ញុំកាត់ចិត្តច្រើនណាភ្ញៀវណាឆាតមកឈុតម៉ាន5រៀលមែន3រៀលមែនឃើញខ្ញុំអត់តបមិនឆ្ងល់ទេមួយទៀតងាប់ហើយលក់ថ្លៃមែនឈុតជើងខ្លីសងស្មានតែមកឈុត5 6រៀលអាហ្នឹងខ្ញុំអត់តបដែរខ្ញុំខ្ជិលព្រោះគាត់ស្មានចឹងហើយគាត់ស្មានតាមតំណើទៅខ្ញុំខ្ជិលតបយើងលក់ឲ្យតែអ្នកណាដែលគាត់យល់ពីអីវ៉ាន់គុណភាពអីវ៉ាន់យើងបានហើយមួយខ្ញុំច្រើនណាស់ទាំងបោះដុំទាំងលក់រាយគេលក់បានគេទិញយកស្លៀកបានភ្ញៀវខ្លះវិញគាត់កំងម្ដងយកតែមួយឯងយកតែមើលសាច់ហើយឆាតមកទិញវិញទាំង4ពណ៌ថែមពីលើទៀតព្រោះឈុតហ្នឹងមាន5ពណ៌ហើយគេមានលុយកាក់ចេះចាយមែនខ្ញុំសួរហើយថៃបើអីវ៉ាន់1 2រៀល1 3រៀល5រៀលដូចបងឯងនិយាយហ្នឹងគេមិនទិញអាហ្នឹងទៅគេមកទិញអា4 10រៀលទៅអីអីស្អីឯងកុំឲ្យខ្វល់ចិត្តច្រើនលក់អីវ៉ាន់ជូនតែភ្ញៀវណាដែលគាត់យល់ពីគុណភាពអីវ៉ាន់យើងភ្ញៀវណាអត់យល់គុណភាពអីវ៉ាន់យើងតាមដំណើរទៅគាត់ធ្លាប់ទិញអា2 3រៀល4 5រៀលស្លៀកក៏គាត់ស្លៀកទៅតាមហ្នឹងទៅអត់មាននេះទេតាមបេះដូងអត់មានបង្ខំទេណាភ្ញៀវណាគាត់ចង់សាកអីវ៉ាន់ចង់ដឹងគុណភាពអីវ៉ាន់ស្លៀកទៅមិនបានតម្លៃវាប៉ុណ្ណឹងអីចឹងក៏គាត់សាកទៅណាបើភ្ញៀវណាគាត់ថាអូវាមិនសមតម្លៃសមតែ10000អីចឹងវាតាមគុណភាពអីតាមហ្នឹងទៅគាត់ត្រូវអា10000ស្លៀកទៅមែនអត់អីស៊ីចឹងមានវីដេអូនេះខ្ញុំបកស្រាយប៉ុណ្ណឹងទៅហើយយល់ឃើញប៉ុណ្ណាចង់ទិញអា10000 20000 30000នឹងស្លៀកក៏ទិញទៅចង់ទិញអា40000នេះស្លៀកក៏ទិញទៅតាមបេះដូងអ្នកលក់អត់ចេះបខំទេធម្មតាការយល់ឃើញបែបណាដើម្បីទិញទៅសុបាយចិត្តស្លៀកសុបាយចិត្តទិញទៅកុំឲ្យគេគិតថាគេកោអាំងអញ្ចឹងមានតែប៉ុណ្្នឹងឯងអរគុណ